នេះគឺជាលើកទី1ហើយសម្រាប់ខ្ញុំក៏ដូចជាបងខ្ញុំនឹងដែលបានឡើងមកលេងនៅខាងលើវត្តភ្នំដូនពេញរាល់ដងយើងធ្លាប់មកដែរប៉ុន្តែមកលេងតែបរិវេណខាងក្រៅមិនដែលឡើងមកមើលបរិវេណខាងលើទេតែទើបតែថ្ងៃនេះចៃដន្យអីបានឡើងមកលេងដោយផ្ទាល់តែម្ដងសម្រាប់ខ្ញុំនឹងមកនៅទីក្រុងភ្នំពេញចូលចិត្តខ្ទង់15ឆ្នាំហើយមកលេងច្រើនដងហើយប៉ុន្តែមិនដែលឡើងទៅលេងនៅបរិវេណផ្នែកខាងលើតែទើបតែថ្ងៃនេះបានទៅលេងដោយផ្ទាល់មកហ្នឹងមកតែចៃដន្យទេគឺមិនមានគម្រោងទេអញ្ចឹងសម្រាប់ថាបើបានមកហើយឡើងទៅលើឲ្យឃើញផ្ទាល់នឹងភ្នែកម្ដងតែមកដែលចៃដន្យហ្នឹងគឺមកកំដរអ្នកជំងឺទេមកអឺតអ្នកជំងឺហើយដោយសារតែមន្ទីរពេទ្យនៅជិតនឹងវត្តភ្នំដែរអញ្ចឹងអបសុកទៅកំដរអ្នកជំងឺយូរដែរអញ្ចឹងក៏បបួលបងដើរចេញទៅលេងនៅក្រៅបន្តិចទៅហើយដើររហូតមកក៏មកដល់វត្តភ្នំហ្នឹងហើយចំពោះវត្តភ្នំដូនពេញហ្នឹងគឺជាការកកើតកំណើតដើមដំបូងនៃទីក្រុងរាជធានីភ្នំពេញហ្នឹងឯងបងប្អូនទៅមើលមេរៀនក៏ដូចជាសៀវភៅប្រវត្តិសាស្ត្រនឹងបានដឹងហើយតាក់ទងនឹងរឿងប្រវត្តិភ្នំដូនហើយវត្តភ្នំដូនពេញនេះដែរគឺគេបានយកកំណត់ជារង្វាស់ចម្ងាយពីរាជធានីភ្នំពេញហ្នឹងទៅតាមបណ្ដាខេត្តនានាទាំង25ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជារបស់យើងដែលបងប្អូនភាគច្រើនធ្លាប់ឃើញនៅលើក្របសៀវភៅដែលក្មេងៗឬក៏បងប្អូនធ្លាប់សិក្សាសម្រាប់ទស្សនវិជ្ជាក៏ដូចជាទេសភាពនៅបរិវេណជុំវិញវត្តភ្នំដែលខ្ញុំទៅលើកហ្នឹងគឺខុសពីចំនួនដែលខ្ញុំទៅលើកមុនគឺដោយសារតែឥឡូវហ្នឹងគឺមានជាការរៀបឥដ្ឋការ៉ូធម្មតាសម័យទំនើបយើងប៉ុន្តែបើខ្ញុំទៅលើកមុនទេគឺឥដ្ឋការ៉ូបែបសម័យបុរាណដោយសារតែជាប្រភេទឥដ្ឋគ្រើមអញ្ចឹងបងប្អូនដែលធ្លាប់ទៅលេងវត្តភ្នំកាលពីមុនហ្នឹងនឹងបានដឹងនឹងបានឃើញហើយប៉ុន្តែមកដល់សម័យឥឡូវហ្នឹងគឺយើងអត់ឃើញទៀតទេសម្រាប់នៅជុំវិញហ្នឹងគឺដើមឈើដុះខ្ពស់ធំទៅឈឹងទៅឆៃគឺដើមឈើដុះតាំងពីយូរយារណាស់មកហើយអញ្ចឹងគឺខាងរដ្ឋបាលគាត់រក្សាទុកនៅអញ្ចឹងបងប្អូនដែលទៅលេងហ្នឹងគឺមិនភ័យខ្លាចថ្ងៃក្តៅអីទេដោយសារតែដើមឈើត្រជាក់ទៅឈឹងទៅឆៃអញ្ចឹងបងប្អូនអាចអង្គុយលេងកំសាន្តហាត់ប្រាណអីហ្នឹងសម្រាប់បងប្អូនអ្នកដែលនៅចិត្តនឹងពេលល្ងាចឡើងឬក៏ពេលព្រឹកអីនេះគឺជាលើកទី1ដែលបានមកដើរលេងជុំវិញវត្តភ្នំហើយមកលេងនេះគឺអត់មានគោលបំណងអីទេគឺមកតែចៃដន្យទៀតចំពោះរឿងដំណើរដែលគេនិទានតគ្នាពីមុនមកក៏ដូចជាបានកត់ត្រានៅក្នុងសៀវភៅហ្នឹងគឺគេលើកឡើងថាគឺការពីមុនឡើងហ្នឹងគឺមានដូនចាស់ម្នាក់ឈ្មោះពេញដែលគាត់រស់នៅមាត់ច្រាំងទន្លេហ្នឹងដែលគាត់គឺជាអ្នកមានដែលជីវភាពស្ដុកស្ដំធូរហើយដែលប្រទេសរបស់គាត់ហ្នឹងគឺសង់នៅលើទួលខាងកើតភ្នំតូចមួយដែលនៅជិតនឹងកំពង់ទឹកមាត់ទន្លេហ្នឹងហើយគាត់ជួនមានថ្ងៃមួយហ្នឹងមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកជន់ជោររហេករហាចអញ្ចឹងនៅពេលដែលដូនចាស់បានចុះទៅកំពង់ទៅក៏ឃើញដើមកគីមួយយ៉ាងធំអណ្ដែតវិលវល់ចុះឡើងនៅតាមខ្សែទឹកប្រប់នឹងមាត់ច្រាំងហើយនៅពេលដែលគាត់បានឃើញអញ្ចឹងក៏បានហៅអ្នកភូមិឲ្យមកជួយរំកិលទាញឡើងលើមាត់ច្រាំងហ្នឹងដើម្បីពិនិត្យមើលហើយគាត់ក៏បានឃើញនៅក្នុងប្រហោងដើមកគីហ្នឹងគឺមានព្រះពុទ្ធរូប4អង្គដែលធ្វើអំពីសំរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មហើយទេវរូបនោះទ្រង់ឈរប្រហោះមកខាងទ្រង់ដំបងប្រហោះមកខាងទៀតទ្រង់សាំងហើយគេសាបួនហើយនៅពេលដែលឃើញបែបហ្នឹងដូនចាស់ក៏ដូចជាអ្នកជិតខាងដែលទៅជួយហ្នឹងគឺពិតជាមានសេចក្តីត្រេកអរជាខ្លាំងដែលបានរើសបានរបស់ជាទីគោរពសក្ការៈគាត់ក៏បានចាត់ចែងនឹងហែព្រះពុទ្ធបដិមាហ្នឹងមកផ្ទះដូនពេញហើយដូនពេញក៏បានសង់ខ្ទមដើម្បីតម្កល់នៅព្រះពុទ្ធបដិមាហ្នឹងទុកជាបណ្ដោះអាសន្នហើយបន្ទាប់មកដូនពេញក៏បានឲ្យអ្នកភូមិហ្នឹងជួយពូនភ្នំដែលនៅខាងលិចផ្ទះគាត់ហ្នឹងឲ្យក្លាយទៅជាភ្នំមែនតែនហើយបន្ទាប់មកក៏សាងសង់ជាវិហារមួយដើម្បីតម្កល់ព្រះពុទ្ធរូបទុកគោរពបូជារហូតមកដល់សម័យបច្ចុប្បន្នកាលហ្នឹងទៅសាច់រឿងគឺមានតែប៉ុណ្្នឹងទេគឺខ្ញុំលើកដោយសង្ខេបទ្រុសអញ្ចឹងបើសិនជាបងប្អូនចង់ដឹងអីបន្ថែមហ្នឹងអាចចូលទៅអានទៅឆែកមើលដោយខ្លួនឯងបន្ថែមទៀតបានហើយនេះក៏ជាលើកទី1ដែរខ្ញុំមកនៅភ្នំយូរហើយប៉ុន្តែតែបានមកឡើងនៅលេងទៅលើវត្តភ្នំនេះហើយបងក៏លើកទី1ដែរមកពីខេត្តមកអត់គំរូអញ្ចឹងវត្តភ្នំដូនពេញហ្នឹងគឺជាកន្លែងទីតាំងប្រវត្តិសាស្ត្រមួយដែររបស់ប្រទេសកម្ពុជាយើងដែលមានតាំងពីបរមរាណកាលមកហើយអញ្ចឹងយើងតែងតែឃើញហើយជនជាតិបរទេសដែលមកលេងប្រទេសកម្ពុជារបស់យើងហ្នឹងគឺតែងតែទៅមើលទៅទស្សនាហើយពួកគាត់មុនមកលេងប្រទេសយើងគឺពួកគាត់តែងតែបានសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសយើងហើយនៅពេលដែលពួកគាត់មកដល់ហ្នឹងគឺពួកគាត់តែងតែទៅមើលនៅកន្លែងប្រវត្តិសាស្ត្ររបស់យើងអញ្ចឹងយើងជាប្រវត្តិខ្មែរហ្នឹងយើងគួរតែទៅលេងឲ្យបានម្ដងដែរពួកអីដូចខ្ញុំអញ្ចឹងមកលេងមកនៅភ្នំពេញយូរហើយប៉ុន្តែអត់ដែលបានទៅឡើងនៅលេងនៅវត្តភ្នំឯទៅថ្ងៃហ្នឹងគឺជាលើកទី1ហើយមួយទៀតគឺខ្ញុំភ្លេចនិយាយអំពីកន្លែងដែលបងប្អូនចាប់អារម្មណ៍ខ្លាំងជាងគេពេលដែលទៅលេងវត្តភ្នំហ្នឹងគឺនាឡិកាយក្សដែលមានតាំងពីជំនាន់ស្ដេចជំនាន់មុនរហូតមកដល់ឥឡូវគឺភាគច្រើនជនបរទេសក៏ដូចគ្នាដែរគឺបានស្គាល់នាឡិកាយក្សនៅតំបន់ទីតាំងវត្តភ្នំហើយការដែលខ្ញុំទៅលេងវត្តភ្នំជាមួយនឹងបងខ្ញុំហ្នឹងគឺលេងមិនយូរប្រហែលទេគឺដើរមកត្រួសហ្នឹងដោយសារតែយើងបញ្ញាប់
មកមន្ទីរពេទ្យមកមើលថែអ្នកជំងឺវិញអញ្ចឹងទៅក៏ពួកយើងធ្វើដំណើរត្រឡប់មកវិញគឺដើរពីវត្តភ្នំហ្នឹងត្រឡប់មកពេទ្យអង្គឌួងអញ្ចឹងយើងឃើញថាទីតាំងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជារបស់យើងគឺមានច្រើនតែពេលខ្លះបងប្អូនគ្រាន់តែបានដឹងឬក៏បានទៅក្បែរទេប៉ុន្តែមិនបានទៅឃើញទៅដល់ឲ្យស៊ីជម្រៅអីទេអញ្ចឹងបើសិនជាអាចបងប្អូនគួរតែដើរទៅឲ្យស្គាល់ឲ្យបានឃើញទៅដើម្បីដឹងពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងហើយវីដេអូក៏បានមកដល់ទីបញ្ចប់ដែរអរគុណសម្រាប់ការទស្សនាជម្រាបលា